ខ្ញុំឈ្មោះក្រុងពេក្រាខ្ញុំមានអាយុ28ឆ្នាំសប្តាហ៍ខ្ញុំគឺជាអាជ្ញាកណ្ដាលអន្តរជាតិដែលហៅកាត់ថា FIFA ហើយក៏ជាស្ត្រីខ្មែរដំបូងគេអស់ផងដែរដែលជាប់ជាអាជ្ញាកណ្ដាលអន្តរជាតិមួយនេះផងដែរនៅពេលដែលខ្ញុំបានចូលជាវិស័យកីឡាហ្នឹងគឺខ្ញុំទទួលបានរិះគន់ពីមជ្ឈដ្ឋានខាងក្រៅពីអ្នកទស្សនិកជនពីបាល់ទាត់ឬក៏ពីអ្នកជិតខាងឬក៏មិត្តរួមការងារអញ្ចឹងណាតែសារអីគាត់គិតថាចេះហើយស្ត្រីហេតុអីបានណៃទៅលេងបាល់ទាត់ឬក៏លេងកីឡាជាអាជ្ញាកណ្ដាលអញ្ចឹងណាតែសារអីវាខ្មៅហើយមើលទៅវាថាវាខ្មៅខ្លាំងដោយសារយើងនៅក្រោមពន្លឺព្រះអាទិត្យអីខ្លាំងអញ្ចឹងបងហ្នឹងពីការដឹកនាំពីវិស័យអាជ្ញាកណ្ដាលតែនៅពេលដែលយើងដឹកនាំការប្រកួតយើងតែមានពាក្យសម្ដីច្រើនដែលអត់សមរម្យមកលើយើងអញ្ចឹងណាដំបូងឡើយខ្ញុំពិបាកក្នុងការទទួលយកដែរតែខ្ញុំក៏បានចងចាំនៅពាក្យសម្ដីរបស់លោកគ្រូរបស់ខ្ញុំគាត់និយាយដែរថាមុននឹងចូលវិស័យអាជ្ញាកណ្ដាលហ្នឹងត្រូវតែចិត្តខ្លាំងមែនទែនហើយតាំងចិត្តឲ្យស្ងប់តែម្ដងដោយសារអីព្រោះចូលក្នុងវិស័យហ្នឹងគឺយើងក្រុងពាក្យសម្ដីច្រើនមែនទែនម៉ែឪក៏ខ្វាត់ដែរដំបូងប៉ុន្តែដល់ពេលនេះខ្វាត់កូនលែងស្ដាប់ឲ្យទៅយើងចេះនឹកឃើញថាខ្លួនយើងស្រីទៅលេងកីឡាទៅឧទាហរណ៍ថាវាអត់មានគ្រួសារមានអីទេអត់ត្មងចូលខាងកីឡាគឺអត់មានទេប្តីកូនក៏អត់អីក៏អត់ហើយមានអារម្មណ៍មួយអត់ចង់បានទេមនុស្សប្រុសខ្ញុំមានអារម្មណ៍អញ្ចឹងចេះថាឲ្យចៅអញ្ចឹងអស់មានចៅប្រើពួកគាត់និយាយចឹងហើយក៏វាជាការចងចាំរបស់ខ្ញុំមួយដែរហើយក៏ខ្ញុំនៅតែអត់បោះបង់នៅក្នុងវិស័យកីឡាហ្នឹងឯងពេលដែលខ្ញុំបានដឹងថាខ្ញុំជាប់ជាអាជ្ញាកណ្ដាលអន្តរជាតិដែលហៅកាត់ថា FIFA មានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែនហើយខ្ញុំឡើងរំភើបឡើងយំផងអីផងចឹងបងហើយនៅពេលនោះក៏ខ្ញុំបានឆាតនៅក្នុងក្រុមតម្លាក់ឲ្យប៉ាម៉ាក់បងប្អូនខ្ញុំចឹងដោយសារតែក្រុមគ្រួសារខ្ញុំនៅឆ្ងាយពីគ្នាទាំងអស់ណាពួកគាត់សប្បាយចិត្តខ្លាំងមែនទែនម្នាក់ៗឡើងរំភើបថាឡើងសឹងតែថាចង់យំហ្មងបងដែលថានឹកស្មានម្ដងរាល់ការពុះពាក្យរបស់ខ្ញុំបានសម្រេចក្តីសម័យរបស់ខ្ញុំបានជោគជ័យចឹងបងយើងជាម្ដាយមីងគ្រាន់តែលើហើយគឺយើងរំភើបហើយយើងអត់មានពាក្យអីនិយាយទេគ្រាន់តែថាជូនពរក្មួយឲ្យក្មួយប្រកបការងារហ្នឹងគឺឲ្យបានរលូនសមតាមបំណងរបស់គាត់នៅក្នុងវិស័យអាជ្ញាកណ្ដាលមួយនេះសម្រាប់ការប្រកួតដែលខ្ញុំមិនអាចភ្លេចបាននោះគឺការប្រកួតរបស់ពានរង្វាន់គេហៅកាត់ថា SEA Games នៅប្រទេសកម្ពុជាយើងដែលធ្វើជាម្ចាស់ផ្ទះក្នុងនោះខ្ញុំបានធ្វើជាអាជ្ញាកណ្ដាលដឹកនាំការប្រកួតបាល់ទាត់នារីវគ្គ Final ដែលមានប្រទេសមីយ៉ាន់ម៉ាជាមួយនឹងប្រទេសវៀតណាមថ្ងៃបានជោគជ័យគឺថ្ងៃខ្លាំងបំផុតគឺ SEA Games ហ្នឹងហ្មងខ្លាំងបំផុតធ្វើឲ្យបងប្អូនទាំងអស់គ្នាអង្គុយចាំរងចាំមើលក្នុងទូរទស្សន៍តែម្ដងណាអូននាំគ្នាហូនាំគ្នាស្រែកក្នុងទូរទស្សន៍ដូរចិត្តមានអារម្មណ៍សប្បាយរំភើបណាបានចៅបានប៉ុណ្នេះសប្បាយមានមុនអ្នកភេទចំពោះបងខ្ញុំហើយអរគុណគាត់ច្រើនដែរបងគាត់ពេលកន្លងដែលគាត់ជួយគ្រប់គ្រងដល់គ្រួសារបានច្រើនអាយុខ្ញុំកាន់តែច្រើនក៏ដោយសំខាន់បើខ្ញុំនៅតែមានកម្លាំងខ្ញុំនៅបំពេញកូតានៅអ្វីដែលគេចង់បានគឺខ្ញុំនៅតែបន្តធ្វើជាអាជ្ញាកណ្ដាលនេះរហូត